소유되는 명사 뒤에 로버와 소유자를 놓아 소유 관계를 나타낸다. 문맥이 분명하면 로버가 생략되기도 한다. 구독과 좋아요 누르고 예문 갈게요. ទូរស័ព្ទរបស់ខ្ញុំ 내 휴대전화, ទូរស័ព្ទរបស់ខ្ញុំទូរស័ព្ទរបស់ខ្ញុំទូរស័ព្ទរបស់ខ្ញុំផ្ទះរបស់គាត់ 그의 집, ផ្ទះរបស់គាត់ផ្ទះរបស់គាត់ផ្ទះរបស់គាត់ឈ្មោះរបស់ក្រុមហ៊ុន 회사의 이름, ឈ្មោះរបស់ក្រុមហ៊ុនឈ្មោះរបស់ក្រុមហ៊ុនឈ្មោះរបស់ក្រុមហ៊ុនសៀវភៅរបស់គ្រូ 선생님의 책, សៀវភៅរបស់គ្រូសៀវភៅរបស់គ្រូសៀវភៅរបស់គ្រូកាបូបរបស់នាង 그녀의 가방, កាបូបរបស់នាងកាបូបរបស់នាងកាបូបរបស់នាងឡានរបស់លោកគ្រូ 선생님의 자동차, ឡានរបស់លោកគ្រូឡានរបស់លោកគ្រូឡានរបស់លោកគ្រូកុំព្យូទ័ររបស់ក្រុមហ៊ុន 회사의 컴퓨터, កុំព្យូទ័ររបស់ក្រុមហ៊ុនកុំព្យូទ័ររបស់ក្រុមហ៊ុនកុំព្យូទ័ររបស់ក្រុមហ៊ុនបន្ទប់របស់ប្អូនស្រី 여동생의 방, បន្ទប់របស់ប្អូនស្រីបន្ទប់របស់ប្អូនស្រីបន្ទប់របស់ប្អូនស្រីសម្បត្តិរបស់អ្នក 당신의 표, សម្បត្តិរបស់អ្នកសម្បត្តិរបស់អ្នកសម្បត្តិរបស់អ្នកឆ្មារបស់កុមារ 아이의 고양이, ឆ្មារបស់កុមារឆ្មារបស់កុមារឆ្មារបស់កុមារ